ជីវិតថ្មីពីរាជបុត្រដោយព្រះគុណសុខព្រមទ្រង់បដូរពេលយើងមានទុំអាទិស្ថាននៅក្នុងព្រះនាមព្រះយេស៊ូពេលយើងមានទុំអាទិស្ថាននៅក្នុងព្រះនាមព្រះយេស៊ូព្រះវិញ្ញាណជួយដោយដងឲ្យយើងមានផ្លូវបានមេត្តាយើងខ្ញុំរស់ក្នុងភាពបរិសុទ្ធមានអងរាជបុត្រជាដំរាយើងខ្ញុំរស់ក្នុងភាពបរិសុទ្ធមានអងរាជបុត្រជាដំរារីព្រះបនទូលជាអាពេញដោយចាស្នាអត់ខ្វងឡើយអានាមចិនខាងជាបងប្អូនយើងស្រឡាញ់ស្ងួនឥតកូនតាយអានាមចិនខាងជាបងប្អូនយើងស្រឡាញ់ស្ងួនឥតកូនតាជួយដងទុំគ្នាឲ្យបានស្បាយឥតតមស្នងហើយការក្រងយើងរងសងខឹមក្នុងជំនឿអញមានស្ទះស្ទើចង់លែងមុខយើងរងសងខឹមក្នុងជំនឿអញមានស្ទះស្ទើចង់លែងងងឃើញជីវិតថ្មីនាឋានសុខព្រះវិញ្ញាណទ្រង់ទុំបញ្ចាំចិនបាទសូមជម្រាបសួរបងប្អូនពុកម៉ែ
ទាំងអស់គ្នាថ្ងៃនេះបាទសូមអរគុណពុកម៉ែទាំងអស់និងបងប្អូនទាំងអស់ដែលបានមើលទស្សនាបានមើលវីដេអូខ្ញុំនេះថ្ងៃនេះគឺខ្ញុំសូមអរគុណបាទវីដេអូនេះដើម្បីឲ្យបងប្អូនពុកម៉ែទាំងអស់ដែលបានឃើញដែលខ្ញុំធ្វើដំណើរទៅកម្ពុជានេះបានធ្វើអីខ្លះបាទព្រោះមានគេសួរខ្ញុំដែរគេសួរក្មួយគេសួរបងដែលបងធ្វើដំណើរទៅស្រុកខ្មែរហ្នឹងបងដែលរៃលុយបានថវិកាហ្នឹងជា donation ហ្នឹងបងទិញអីខ្លះចង់រៀបរាប់បងប្អូនឲ្យដឹងបាទដែលយើងបានថវិកាហ្នឹងយើងបានទៅទិញកង់ឲ្យក្មេងៗកំព្រានៅខាងសាលារៀនប៉ោយប៉ែតនេះបាន100កង់មួយនេះគឺ$45ហើយយើងបានកង់100បាន100កង់បាទយើងចែកឲ្យក្មេងនឹងម្នាក់ភាគច្រើនក្មេងនេះដែលបានកង់ហ្នឹងគឺគាត់អត់មែនទេគាត់នៅឆ្ងាយពីកន្លែងសាលារៀនបាទគាត់អត់មានធ្វើដំណើរមកដើរមកឆ្ងាយក្មេងៗនៅហ្នឹងប្រហែលជាកូនសិស្សប្រហែលជា500នាក់បាទទៅយើងអាចចែកបានតែ100ទេបាទឃើញកម្មវិធីនឹងបានទៅភាគច្រើននៃក្មេងបានហ្នឹងគឺគាត់នៅកន្លែងចាក់សម្រាមកន្លែងមេកាំងគេហៅថាកន្លែង dumpster ហ្នឹងបាទហ្នឹងហើយគាត់នៅនឹងបងប្អូនបានទៅឃើញផ្ទាល់គឺបងប្អូនគឺខ្ញុំជឿថាបងប្អូនទុកចិត្តមិនបានទេបាទខ្ញុំបានចុះទៅដែរគេសំណុំពរខ្ញុំចុះទៅតែខ្ញុំតើបានខ្ញុំដឹងថាចិត្តខ្ញុំទៅអាកាសបាទទៅហ្នឹងហើយខ្ញុំក៏សូមយកពេលឱកាសហ្នឹងក៏អរគុណបងប្អូនដែលនៅ stage ឆ្ងាយនៅរដ្ឋឆ្ងាយដែលឆ្លៀតជួយថវិកានឹងជា donation នឹងបងពិសេសហ្នឹងគឺបងប្អូននៅផោមខុសយើងនេះគឺមិត្តភ័ក្តិបាទឆ្លាញ់ដែលមិត្តភ័ក្តិដែលស្គាល់ខ្ញុំច្បាស់ហ្នឹងតាខ្ញុំយកថវិកានឹងយក donation ទៅធ្វើស្អីបាទដល់ហើយថ្ងៃនេះហ្នឹងគឺចង់ឲ្យបញ្ចាំងរូបភាពវីដេអូហ្នឹងឲ្យឃើញតាខ្ញុំនឹងមិនបានយកលុយទៅធ្វើអីទេគឺទិញកង់សម្រាប់ក្មេងនឹងបាទហ្នឹងហើយទៅក៏ខ្ញុំមានឱកាសទៅតាមព្រះវិហារទិញអង្គចែកអង្គតាមព្រះវិហារនោះដើម្បីឲ្យចែកបងប្អូនដែលខ្វះខាតអត់នឹងបាទហ្នឹងហើយខ្ញុំក៏សូមអរគុណបងប្អូនអរគុណទៀតបាទហ្នឹងហើយមានគេសួរសំណួរខ្ញុំថាតើបងនិងក្មួយមានគោលបំណងទៅស្រុកខ្មែរទៀតតើធ្វើអីទៀតដែរខ្ញុំថាបើព្រះអង្គប្រទានពរឲ្យខ្ញុំបាទខ្ញុំនឹងចោះទៅខ្ញុំនឹងធ្វើកិច្ចការបាទជួយបងប្អូនក្មេងៗអ្នកក្រអត់នឹងបានតែដូចថាអង្គអញ្ចឹងបាទខ្ញុំចង់ថារៃលុយដើម្បីទិញអង្គចែកបងប្អូនអ្នកអត់បាទហ្នឹងហើយយ៉ាងសូមបងប្អូនថ្ងៃនេះជាឱកាសល្អដែរគឺ Father's Day បាទសូមឲ្យឪពុកទាំងអស់មានសេចក្តីសុខនិងកុំឲ្យមានឈឺស្កាត់អីសូមបងប្អូនប្រទានពរនិងសូមព្រះអង្គប្រទានពរទាំងអស់គ្នាខ្ញុំក៏សូមអរគុណមែនទែននៅកន្លែងនេះក្រុមជំនុំខ្ញុំនេះដែលជួយដែលចេះតែនឹកអធិដ្ឋានដល់ខ្ញុំដើម្បីពេលដែលខ្ញុំចុះទៅកម្ពុជាហ្នឹងគឺបាទខ្ញុំមានសេចក្តីសុខត្រឡប់មកវិញមិននឹងអរគុណមិត្តភក្តិមែនទែនគឺមិត្តភក្តិនៅផងខុសយើងខ្មែរហ្នឹងគឺបង្ហាញសេចក្តីស្រឡាញ់នឹងច្រើនណាស់បាទសម្រាប់ខ្ញុំនិងក្រុមគ្រួសារខ្ញុំនឹងបាទខ្ញុំបាទខ្ញុំក៏អរគុណធំមែនទែនគឺគ្រួសារខ្ញុំបាទដែលគាត់ធ្វើដំណើរទៅជាមួយខ្ញុំគាត់ជាអ្នកទ្រាំទ្រខ្ញុំ support ខ្ញុំបាទពេលជួនកាលដែលយើងហត់ប៉ុន្តែគាត់ចេះតែជួយយើងនឹងអរគុណបងប្អូនក្មួយនិងបងប្អូននៅស្រុកខ្មែរដែលជួយខ្លះដែរបាទខ្ញុំជឿថាគាត់សប្បាយចិត្តដែលជួយនឹងបាទខ្ញុំសូមអរគុណមានតែប៉ុណ្្នឹងទេបាទថ្ងៃនេះខ្ញុំសូមឲ្យព្រះអង្គប្រទានពរឪពុកទាំងអស់ជាថ្ងៃ Father's Day នឹងបន្តិចទៀតយើងនឹងទៅជួបគ្នានឹងហូបភីសាអីជាមួយគ្នាយើងសូមបងប្អូនស្និទ្ធស្នាលគ្នាបាទខ្ញុំសូមអរគុណសូមព្រះអង្គប្រទានពរទាំងអស់គ្នាបាទសូមជម្រាបលាបាទ